បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីជីវប្រវត្តិរបស់ខ្ញុំបាទរាល់ដងខ្ញុំបង្ហាញបងប្អូនពីរបៀបនៃការដាំបន្លែហើយនឹងការថែទាំបន្លែលើទឹកហើយនឹងដំឡើងផ្ទះសំណាញ់អញ្ចឹងណាប៉ុន្តែពេលនេះគឺប្លែករៀងប្លែកបន្តិចបងប្អូនបាទខ្ញុំបង្ហាញអំពីប្រវត្តិរបស់ខ្ញុំអញ្ចឹងខ្ញុំបាទឈ្មោះស៊ុំជាជាកសិកររស់នៅភូមិឈើល្វីងឃុំតាំងកសាំងស្រុកកន្ទុកខេត្តកំពង់ធំហើយក៏ជាស្ថាបនិករបស់សួនបន្លែលើទឹកដែលមានឈ្មោះថាស៊ុំជា Hydro Farm អញ្ចឹងសម្រាប់ដើមទុនដែលខ្ញុំធ្វើនេះគឺដំបូងគឺខ្ញុំធ្វើតែ100ទេបងប្អូនបាទធ្វើតែ100 12ម៉ែត្រទេគឺទៅយកស្តង់ដាបាទទៅយកស្តង់ដាគឺទៅយកទៅ8ហ្នឹងហើយនឹងថ្នាំផ្សំកូនមួយបងប្អូនបាទភាសាបច្ចេកទេសគេថានីសេលីគឺសម្រាប់ផ្សំកូនមួយដែលមានទំហំ3ម៉ែត្រគុណនឹង1ម៉ែត្របាទអញ្ចឹងធ្វើដើមទុនប្រហែលជាអស់3000អត់ដល់3000បងប្អូនរួមទាំងផ្ទះសំណាញ់ផងណាបាទយើងធ្វើអស់តិចដែរបងប្អូនបាទយើងធ្វើដើមបសោតសាក់មើលណាបាទដោយសារតែការឆ្លាញ់បងប្អូនបាទអញ្ចឹងសម្រាប់ដើមទុនដែលត្រៀមហ្នឹងគឺបងប្អូនតែងតែសួរខ្ញុំថាបងចំណាយអស់ម៉ានខ្ញុំមិនអាចឆ្លើយប្រាប់បងប្អូនបានទេវាអាស្រ័យទៅលើបងប្អូនធ្វើទេបងប្អូនធ្វើតិចអស់តិចធ្វើធំអស់ច្រើនអញ្ចឹងណាបាទអញ្ចឹងវាអាស្រ័យទំហំនៃបងប្អូនធ្វើដែរចឹងខ្ញុំអត់អាចកំណត់បានទេបងប្អូនចង់ដឹងតើបងប្អូនប្រឹក្សាណាបាទអញ្ចឹងខ្ញុំក៏ជាអតីតពលករមួយនៅប្រទេសកូរ៉េខាងត្បូងបាទរយៈពេល5ឆ្នាំដែរអញ្ចឹងដោយសារតែមើលឃើញនៅស្រុកខ្មែរយើងបន្លែច្រើននាំចូលបងប្អូនបាទច្រើននាំចូលហើយមានបញ្ហាគេថាអញ្ចេះថាអញ្ចោះអញ្ចឹងណាអញ្ចឹងខ្ញុំថាបើខ្ញុំដាំបន្លែប្រហែលជាល្អហើយណាមួយទឹកចិត្តនៃការស្រឡាញ់នៃការដាំបន្លែផងអញ្ចឹងណាបងប្អូនបាទហើយដើមទុនដែលខ្ញុំធ្វើនេះគឺនិយាយរួមទៅអត់មានលុយច្រើនទេបងប្អូនអើយមកពីកូរ៉េវិញគឺយើងតម្រូវការអីផ្សេងអស់អញ្ចឹងណាបាទអញ្ចឹងយើងសល់លុយតិចតួចយើងធ្វើទៅហើយគួបផ្សំនៃខ្ញុំលក់ដីបានផងបងប្អូនបាទនិយាយអស់បងប្អូនបាទខ្ញុំលក់ដីម្ដុំហ្នឹងបាទដីហ្នឹងគឺនៅឆ្ងាយពីកន្លែងយើងឆ្ងាយពីភូមិបងប្អូនពីដើមយើងបរទេសគោទៅចេញពីម៉ោង3កន្លះម៉ោង4យប់អីទៀតភ្លឺយើងចេញទៅដល់ស្រែហ្នឹងគឺម៉ោង6ព្រឹកតែម្ដងភ្លឺបងប្អូនបាទអញ្ចឹងយើងចាប់ដើមទឹមគោទៅអីភ្ជួររស់បាទដោយសារតែឥឡូវវាឆ្ងាយពេកបងប្អូនបាទកំឡុងឆ្នាំ2019ចុងឆ្នាំ2019ខ្ញុំចាប់ដើមប្រកបបន្លែនេះខ្ញុំក៏បានលក់ដីដាច់នៃឆ្នាំនឹងដែរបងប្អូនបាទហើយខ្ញុំក៏ចាប់ដើមលក់ដីក៏អត់ធំបានទេបងប្អូនបាទមកអាចមកសាងបន្លែនឹងបានអញ្ចឹងណាបាទសាងមុខរបរនឹងបានអញ្ចឹងខ្ញុំហ៊ានណាបងប្អូនខ្ញុំអត់ខ្លាចទេមានបងប្អូនណាខ្លះហ៊ានដូចខ្ញុំអត់ទេខ្ញុំទៅចិត្តលក់ដីម្ដុំហ្នឹងដើម្បីធ្វើបន្លែបងប្អូនបាទបងប្អូនខ្លះគាត់រុញរាតែខ្ញុំអត់ទេដោយសារតែដូចខ្ញុំនិយាយចឹងយើងឆ្ងាយផ្ទះបងប្អូនយើងទៅម៉ោង3ម៉ោង4យប់ទៅដល់នោះទឹមគោទឹមកបីភ្ជួររស់អង្កានហ្នឹងអត់មានគោយន្តអត់មានអត្រាទេបងប្អូនយើងប្រើតែគោអតេះគោអីចឹងណាបាទហើយយើងបអតេះគោពេលផ្ទះទៅហ្នឹងកាត់ភ្លឺស្រែបងប្អូនកាត់មិនកាត់ភ្លឺស្រែកាត់ផ្លូវប៉ុន្តែខាងហ្នឹងខែទឹកភ្លៀងបាទទៅដាបពោះគោអញ្ចឹងដាបពោះគោទៅលិចកង់អតេះអស់ហើយបាទហើយលិចការលិចទីអតេះទៀតយើងដាក់អីវ៉ាន់អីទៅលិចអស់ទៀតលើកអីវ៉ាន់បដាយើងបអតេះបដាអញ្ចឹងណាបាទបោហើយគ្រាំឲ្យទឹកគ្រាំឲ្យដាបពោះគោបងប្អូនទឹកជ្រៅទ្រាំដល់យូរប្រើពេលយូរហើយបើបាក់ផ្លូវចេញចូលទៀតឥឡូវយើងសម្រេចចិត្តថាលក់ស្រែហ្នឹងទៅបងប្អូនដើម្បីយកមកធ្វើមុខរបរបាទហើយយើងមិនមែនលក់ដីហ្នឹងដើម្បីស៊ីចាយលេងល្បែងទេបងប្អូនយើងយកមករកស៊ីបាទខ្ញុំមិនចង់លក់ដែរទេប៉ុន្តែយើងគិតខាងបើយើងមិនលក់ទៅវាមិនកើតវាឆ្ងាយផងទី2យើងត្រូវការដើមរកស៊ីដែរបាទព្រោះយើងអត់មានគេម៉ែឪណាចែកទេមានតែប៉ុណ្្នឹងអីបងប្អូនគាត់ចែកយើងអញ្ចឹងណាអញ្ចឹងយើងសម្រេចចិត្តលក់ទៅដីស្រែហ្នឹងបងប្អូនណាយើងចិត្តថាយើងមកធ្វើមុខរបរមួយអ្វីដែលខ្លួនយើងពេញចិត្តបងប្អូនបាទតែប៉ិតស្រែកសិកម្មស្រែហ្នឹងគឺខ្ញុំស្រឡាញ់ណាប៉ុន្តែដោយសារតែវាឆ្ងាយអញ្ចឹងយើងចិត្តថាយើងមកធ្វើដាំបន្លែនៅផ្ទះទៅវាចិត្តជាងអញ្ចឹងបងប្អូនបាទហើយមានរឿងរ៉ាវចោលទៀតបងប្អូនបាទបងចង់ដឹងបងប្អូនអាចខមមិនខ្ញុំនិយាយបានអញ្ចឹងណាប៉ុន្តែអ្វីសំខាន់សម្រាប់ជាបទពិសោធន៍ចែកជូនបងប្អូនគឺតើតើនឹងការដាំនឹងឯងហើយនឹងការធ្វើផ្ទះសំណាញ់អញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ធ្វើផ្ទះសំណាញ់ដែលមានគុណភាពល្អបងប្អូនអាចប្រឹក្សាមកលេខទូរស័ព្ទ092ណាបាទ29
89 82បាទលេខ Telegram បងប្អូនបាទអញ្ចឹងម្ដងទៀត092 29 89 82ណាបងប្អូនមាន app Telegram បងប្អូនអាច add មកបាទអាចប្រឹក្សាបានប្រឹក្សាដោយ free បាទតើធ្វើផ្ទះសំណាញ់យ៉ាងម៉េចឲ្យត្រូវស្តង់ដារបាទហើយសម្ភារៈត្រូវប្រើបែបណាដើម្បីធន់នឹងអាកាសធាតុស្រុកខ្មែរយើងបាទធន់នឹងកម្ដៅធន់នឹងខ្យល់ធន់នឹងសត្វល្អិតព្រោះអីមានបងគាត់សួរច្រើនណាតើតើនឹងស្បៃការពីសត្វល្អិតណាអញ្ចឹងពួកយើងប្រើប្រាស់រុនរស់ស្បៃនេះគឺរុន32រុនណាបាទអញ្ចឹងញឹកមែនតែនល្អិតណាសំបីតើចាត់ល្អិតទូចមែនតែនចូលរួចទេបងប្អូនមិញមុំក៏ចូលរួចដែរអញ្ចឹងណាបាទអញ្ចឹងឲ្យចំណែកឲ្យផ្លាស្ទិកវិញគឺយើងប្រើផ្លាស្ទិកណាដែលធន់ទៅនឹងកម្ដៅបាទការពារកម្ដៅប្រើបានយូររយៈពេល6ឆ្នាំអត់ទាន់ខូចទេផ្លាស្ទិកខ្ញុំដែលខ្ញុំដែលបងអូនក្មួយខ្ញុំដែលខ្ញុំដាំនេះនៅពីលើហ្នឹងគឺរយៈពេល6ឆ្នាំហើយបងប្អូនអត់ទាន់ខូចទៅណាទេនៅមើងអញ្ចឹងណាបាទហើយដែកគឺអញ្ចឹងដែរដែកត្រូវប្រើដែកបែបណាដើម្បីឲ្យធន់ទៅនឹងកម្លាំងខ្យល់ហើយប្រើបានយូរអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចប្រឹក្សាបានអត់អស់លុយទេបងប្អូនបាទហើយរៀបចំរងបន្លែហៃត្រូបាទក៏បងប្អូនអាចប្រឹក្សាបានដែរបងប្អូនមានដីទំនេរតិចតួចបាទ10គុណនឹង5 5គុណនឹង6អីចឹងណាកុំឲ្យតូចពេកបងប្អូនបើតូចពេកគឺវាអត់ចំណេញប្រហែលទេមានបងម្នាក់គាត់ប្រឹក្សាខ្ញុំគាត់ថាចង់ធ្វើ3ម៉ែត្រគុណនឹង4ម៉ែត្រលើដំបូលផ្ទះបងហើយធ្វើទៅអស់បានប្រហែលរងបងហើយវាតិចពេកចឹងណាចឹងក៏បានធំទៅវាអាចនឹងចំណេញយើងដែរបងប្អូនបាទយើងចំណាយទៅវាចំណាយធំតិចមែនតែយើងបានច្រើនមកវិញដែរតែបើយើងចំណាយតិចពេកក៏វាអត់កើតដែរអញ្ចឹងណាបាទហើយបងប្អូនអាចប្រឹក្សាបានអញ្ចឹងណាបាទហើយក៏មានយើងលក់សម្ភារៈបន្លែលើទឹកមានតយោមាន GAB បាទហើយមានកញ្ច្រៃហ្នឹងបងប្អូនអាចរកទិញបានតាមរយៈលេខទូរស័ព្ទ092 29 89 និង 82បងប្អូនបាទហើយអរគុណច្រើនសម្រាប់ការចូលទស្សនារបស់បងប្អូនបាទនឹងការស្រឡាញ់ចូលចិត្តរបស់បងប្អូនចំពោះខ្ញុំណាបាទហើយក៏សូមជូនពរបងប្អូនមានសុខភាពល្អបាទរស់ស៊ីមានបានបាទមានសុភមង្គលក្នុងគ្រួសារណាបាទអរគុណបងប្អូនបាយបាយសំណាងល្អ